ដោយសារតែពេលមុនខ្ញុំបិទនុយវែងអញ្ចឹងទៅត្រីវាឆ្មក់បានអស់នុយមិញមួយតែអត់បានថតឥឡូវយើងបិទនុយទី2ហើយចាំមើលវិញហើយស្នាប់ដែលខ្ញុំលេងត្រួយតគួនស្លឹកវាធៀងវាដោយសារតែអត់បានកាត់ធៀងតលងមីតលងគោតលងមីអីហ្នឹងចឹងទៅខ្ញុំប្រើដៃតគួនជំនួសដៃតគួនវាសមរម្យសម្រាប់យើងរៀនសម្រាប់យើងលេងវាសម្រាប់ខ្ញុំឲ្យវាលេខ2បន្ទាប់ពីត្រួយធៀងតលងវាល្អទៅបើជាវារឹងយ៉ាងណាក៏នៅតែត្រីខំបែកដែរពេលច្រើនខ្ញុំលេងស្នាប់លេងតែ2ហ្នឹងឯងបែកខ្ញុំបងប្អូនតែវាអត់ខំត្រីដេញមួយទៅវាអត់ខំដោយសារតែវាបានមួយយើងមួយអីចឹងត្រីហ្នឹងវានឹងតាមខំទៀតណាទិញកាមេរ៉ាមកបើទិញយកមកថតមនុស្សអត់សូវអីណាយកមនុស្សធ្វើ model មិនសូវអីទេតែអាយកត្រីធ្វើ model នេះមកដឹងស្មានណាវាខំមកយើងថតហើយជិះពីរឹកនោះរឹកណាចង់ដាក់ផាច់មកកភ្លៀងដែរជួយដេញនុយសាហាវមែនស្មានវាឈប់ដេញហើយខំអូសវាលឿនឲ្យផុតមែនណាលេងដេញមកដល់ជិតមេជើងមកខំបដ យមកលេងហក់ចកដូចនេះហ្នឹងអត់ធ្លាយទៅដឹងអូអត់ធ្លាយមែនសងសឹកបានសម្រេចតាមខំនៅក្នុងមុខសាំជួយមកនុយខ្លីប៉ុណ្ណឹងហើយនៅអត់ជាប់ទៀតត្រីខំស្និទ្ធហើយតាមមកតាំងពីចង្ហាយត្រី